ចាប់ផ្ដើមពីប្លង់ទី1នៅក្នុងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអគ្គិសនីមួយយើងឃើញមាននារីស្រស់ស្អាតម្នាក់នាងមានតួនាទីជាប្រធានក្រុមហ៊ុនមួយនេះនាងមានឈ្មោះថាសុធីវីអ្នកនាងប្រធានមាននារីម្នាក់សុំជួបអ្នកនាងគាត់ចាំអ្នកនាងនៅបន្ទប់ទទួលភ្ញៀវចឹងមានអ្នកចង់ជួបខ្ញុំមានអត់មែនទេមិនក៏ខ្ញុំមិនដឹងអត់ទេអ្នកនាងគាត់ថាគាត់ជាមិត្តរបស់អ្នកនាងគាត់មិនបានណាត់ទុកមុនទេជាមិត្តខ្ញុំអ្នកណាទេហើយចុះឯងមានបានសួរគេដែរទេថាគេឈ្មោះអីនោះចាស់គាត់ឈ្មោះកាញ្ចនាជាមិត្តរៀនការវិទ្យាល័យជាមួយអ្នកនាងកាញ្ចនាមែនទេខ្ញុំស្គាល់ហើយមិនអីទេខ្ញុំទៅជួបនាងឥឡូវហើយកាញ្ចនាធារីអញជួយខ្ញុំផងណាខ្ញុំគ្មានសន្និដ្ឋានទេនោះទេខ្ញុំអស់ហើយណាសម្លាញ់ជួយគ្នាផងណាឈប់សិតនេះតើឯងមិនរើទៅហើយមិនក៏សុកមកដល់ខ្មែរបែបនេះក្រែងអញទៅតាមប្តីឯងនៅបរទេសមែនទេហើយនេះមិនក៏ខ្ញុំជាមួយនឹងបែនបែកគ្នាហើយវាក្បត់ខ្ញុំវាលួចមានស្រីខ្ញុំមិនអាចទ្រាំជាមួយទង្វើរបស់គេបានទេខ្ញុំក៏សុំបែកគ្នាជាមួយគេពេលនេះខ្ញុំគ្មានកន្លែងត្រូវទៅទេអញជួយគ្នាផងណាសម្លាញ់នេះឲ្យខ្ញុំជួយឯងបែបណាទេហើយចៅក្រុមគ្រួសារឯងនោះមិនក៏មិនត្រូវពុកគាត់នេះឯងក៏មាននៅផ្ទះដែរតើខ្ញុំទៅនៅពេលនេះមិនបានទេអញក៏ដឹងថាខ្ញុំនឹងមកខ្ញុំត្រូវគ្នាទេគាត់កាត់តខ្ញុំចោលហើយតាំងពីខ្ញុំទៅតាមបែនមកម្លេងពេលនេះខ្ញុំខាត់តែទៅជាមួយគាត់2ឆ្នាំហើយមិនដឹងថាបែបណានោះទេប៉ុន្តែខ្ញុំមិនខ្វល់នោះទេខ្ញុំរកឯងគឺចង់ឲ្យអញជួយខ្ញុំនឹងណាហើយតើឯងចង់ឲ្យខ្ញុំជួយបែបណាទៅនេះខ្ញុំគ្មានលុយចូលនៅខ្លួនទេអញឲ្យគ្នាខ្ចីលុយមួយចំនួនបានទេពីព្រោះគ្នាត្រូវការចំណាយប្រចាំថ្ងៃចាំគ្នារកការងារបានចាំគ្នាសងឯងវិញណាខ្ចីលុយហើយចូលមិនពេលដែលឯងចេញមកឯងមិនបានទទួលលុយខ្លះពីប្តីឯងទេឬនេះនៅជាមួយគ្នា2ឆ្នាំហើយណាក៏បានលុយខ្លះដែរពេលដែលបែកគ្នានោះវាមិនឲ្យខ្ញុំសម្បត្តិតែមករៀននោះទេនេះខ្ញុំសំណាងហើយដែលមានលុយជាប់ខ្លួនខ្លាំងនោះតែសម្បត្តិយន្តហោះជិះមកស្រុកវិញនោះកុំអីក៏ខ្ញុំមិនដឹងថាតែតល់បែបណានៅស្រុករបស់គេនោះដែរសម្លាញ់ជួយខ្ញុំផងណាពេលនេះខ្ញុំគ្មានអីនៅខ្លួនពិតមែនមកតែខ្លួនទៅទេគួរឈឺចិត្តណាស់ហើយចុះតើឯងចង់ខ្ចីប្រហែលទេខ្ញុំចង់ខ្ចី$5,000សិនបានទេតើឯងមានដែរទេថាម៉េច$5,000នេះមិនក៏ឯងចង់ច្រើនម្ល៉េះខ្ញុំគ្មានច្រើនដល់ម្លងទេហើយក្រុមហ៊ុនប៉ុណ្ណាមិនបានជាគ្មាននោះឬក៏ឯងខ្លាចថាខ្ញុំមិនសងមែនទេមិនមែនចឹងទេនេះឯងក៏ដឹងថាក្រុមហ៊ុននេះខ្ញុំទៅបើកទេហើយយកលុយធនាគារទៀតនៅមួយខ្ញុំទៅរៀបការថ្មីគ្មានលុយសល់ច្រើនទេរកបានមកបានតែបង្វិលនឹងផាត់ចំណាយផ្សេងបុគ្គលិកផងអីផងគ្នាគ្មានពិតមែនបាត់ថាឯងមិនចង់ឲ្យនោះក៏និយាយមកចឹងត្រូវហើយតែយើងគ្មានអីបែបនេះហើយមករកគេមិនហ៊ានឲ្យទេមិនអីទេបើឯងគ្មានក៏មិនអីដែរខ្ញុំប្រហែលជាត្រូវទៅនៅវត្តបុកធ្វើជាដូនជីហើយកុំចឹងឯណាសម្លាញ់ចាំបើគ្នាមានត្រឹម1000អីឯងយកបានទេមិនចាំបាច់ទេកុំឲ្យឯងពិបាកអីមកតែជីវិតខ្ញុំត្រូវធ្លាក់ដុនដាបហើយឲ្យវាទៅតាមដំណើរចឹងពេលនេះក៏គ្មានលុយការងារក៏គ្មានជីវិតខ្ញុំធ្លាក់ដល់0ហើយមិននឹកស្មានថាខ្ញុំត្រូវមកជួបរឿងបែបនេះសោះនេះបើឯងមិនប្រកាន់ទេឯងអាចមកធ្វើការជាមួយគ្នាបានហើយផ្នែកលក់តំណែងជាមួយភ្ញៀវឯងចាប់អារម្មណ៍ដែរទេហាក់ចោះតាឯងឲ្យប្រាក់ខែខ្ញុំប្រហែលទេប៉ុន្តែខ្ញុំដូចជាលើកដៃយកប្រាក់ខែពីឯងមិនបានសោះណាមកខ្ញុំគ្មានបទពិសោធន៍លើរឿងនេះខ្ញុំអរគុណទឹកចិត្តឯងហើយខ្ញុំមិនធ្វើទេបើឯងចង់ជួយខ្ញុំពិតមែននោះពេលនេះខ្ញុំគ្មានកន្លែងត្រូវនៅទេអញឲ្យខ្ញុំនៅជាមួយឯងមួយរយៈសិនបានទេតែមិនឯងចូលមកនៅជាមួយខ្ញុំមែនទេខ្ញុំយល់ហើយខ្ញុំមិនរំខានឯងទេបើអញ្ចឹងខ្ញុំទៅវិញសិនហើយឈប់សិនកាញ្ចនារឿងនេះចាំមើលគ្នាសួរប្តីគ្នាមើលសិនព្រោះថារឿងបែបនេះគ្នាក៏មិនហ៊ានសម្រេចតែម្នាក់ឯងបានទេខ្ញុំពិតជាអរគុណណាស់អញ្ចឹងឲ្យខ្ញុំសុំទោសផងដែលខែមុនខ្ញុំបានមកកម្មវិធីមង្គលការឯងជាមួយបូរិនខ្ញុំក៏ចង់មកដែរប៉ុន្តែឯងក៏ដឹងថាឆ្ងាយពេកណាមួយពេលនោះគ្នាកំពុងតែមានរឿងកម្មប្រកបជាមួយបែនទៀនគ្នាគ្មានអារម្មណ៍សប្បាយចឹងទេហេតុនេះទៅគ្នាមិនបានមកនោះគឺវាមិនសំខាន់ទេតែអ្វីដែលសំខាន់នោះគឺពេលនេះត្រូវដោះស្រាយបញ្ហាជីវិតដោយរបៀបណាចាំមើលគ្នាសួរប្តីគ្នាមើលសិនថាគាត់គិតបែបណា
ចាស់គ្នាអរគុណណាស់សម្លាញ់គឺមានតែអញទេដែលយកទុកទរៈគ្នានឹងមានរឿងអីក៏ដោយក៏មិនចោលគ្នាដែរយើងរាប់អានគ្នាមកយូរហើយតាំងពីនៅសកលមកម្លេះអរគុណមែនណាស់ ថាម៉េចនេះកញ្ញាណាគេសុំមកនៅផ្ទះជាមួយយើងមករយៈមែនទេហើយចៅអូនព្រមជាមួយនាងដែរទេ ចាអូនមិនទាន់ឆ្លើយថាព្រមទេគឺអូនមកសួរបងសិនថាបងគិតបែបណាដែរទេមើលតែនាងគួរអនុណាបងបែបពីប្តីមកគេគ្មានលុយមករៀលទេនាងមកខ្ចីលុយអូនតែពីច្រើនពេកនាងក៏សុំនៅជាមួយយើងមើលរយៈហើយអូនគិតថាពេលដែលនាងរកការងារបាននាងទៅវិញហើយមិនអីទេបង ចុះអ្នកផ្ទះរបស់នាងនោះមិនក៏នាងមិនទៅរកតែមិនក៏មករកអូនវិញ នាងថានាងមានបញ្ហាជាមួយនៅផ្ទះមិនទាន់ហ៊ានទៅវិញទេខេតផលនាងក៏សំរុំណាមួយនាងសើមកនៅតែមើលរយៈទេបងព្រមទេ កញ្ញាណានេះមិនក៏អូនធ្វើដាក់បំបែបនេះយើងជាសង្សារនឹងគ្នាណាធ្វើបែបនេះមិនបានទេ យ៉ាងម៉េចគ្រាន់តែជាសង្សារនឹងចង់ត្រួតក្បាលលើខ្ញុំមែនទេខ្ញុំមានសិទ្ធិលើជំរឿនដែរល្អបានជាជនជាតិបរទេសមានចំនួនពេញដៃមានលុយឲ្យខ្ញុំចាយមិនខ្វាញ់ហើយចោលបងនោះមានស្អីឲ្យខ្ញុំទេ ចុះក្រែងអូនសន្យាមិនចោលគ្នានៅអីស្រឡាញ់គ្នាមិនខ្វល់ពីមុខមាត់ឋានៈលុយកាក់ស្រឡាញ់គ្នាក៏សាងគ្រួសារលុយកាក់មកតាមក្រោយទេណាអូន មិនស្មានថាសពកែដូចជាលោកបើជាមកល្ងងលើរឿងបែបនេះសិននៅគ្រាន់តែជាទ្រឹស្ដីមនុស្សគ្មានបានការទេជាក់ស្ដែងគេនឹងរើសយកអ្វីដែលល្អសម្រាប់គេហើយបូរិនបើលោកស្រឡាញ់ខ្ញុំមែននោះដែលលេខខ្ញុំទេលោកទៅរកស្រីណាដែលសំនឹងលោកទេខ្ញុំសូមរើសយកអ្វីដែលល្អហើយនេះ អត់ទេបងមិនព្រមមកអូនទៅណានោះទេបងស្រឡាញ់អូនកញ្ចនាកុំទៅណាចោលបងណាបងសន្យានឹងខំធ្វើការរកលុយឲ្យបានច្រើនបងមិនឲ្យអូនលំបាកនោះទេបងសូមអង្វរកុំទៅចោលបងបានទេ បូរិនលេខខ្ញុំទេប្រយ័ត្នមិនគេមកឃើញខ្ញុំយ៉ាងខានទេលេខទេណែខ្លួនគ្មានអីហើយកុំយកគេឲ្យមិនបាច់ជាមួយនោះខ្ញុំមិននៅស៊ីអាស៊ីឃ្លានទេខ្ញុំមានសម្រាប់ប៉ុណ្ណេះដែរខ្ញុំគួរតែបានអ្វីដែលល្អជាងនេះឆាប់មករវល់ជាមួយខ្ញុំទៀតទេយើងបែកគ្នាហើយ អូហាន់នេះនេះមានរឿងអីមែនទេ អាបែនហាន់នេះគ្មានអីនោះទេគឺបរិះម្នាក់នេះមិនដឹងមកពីណាទេគេច្រឡំថាខ្ញុំជាសង្សារគេខ្ញុំភ្ញាក់កញ្ចានគេតែគ្មានរឿងអីទេ អូពិតជាបែបនេះមែនទេអូខេអញ្ចឹងយើងទៅតែម្ដងទៅសូមទោសផងដែលឲ្យហាន់នេះចាំបងយូរ ចាំមិនអីទេហាន់នេះតើពួកយើងទៅតែម្ដងទេតែដាក់សពភីងឲ្យសប្បាយចិត្តម្ដងថ្ងៃនេះអូនចង់ទៅកាបូបថ្មីនិងឈុតថ្មីហាន់នេះអាចឲ្យអូនបានទេ រឿងអីដែលថាមិនបាននោះទោះជាអូនចង់បានអីក៏បងអាចឲ្យអូនបានដែរបងមិនខ្វល់លុយនោះទេ គឺពិតជាគួរឲ្យស្រឡាញ់ណាស់យើងទៅតែម្ដងទៅនឹង កញ្ចនាមិនក៏អូនធ្វើដាក់បងបែបនេះអូនភ្លេចសន្យាអស់ហើយហេតុអីខ្ញុំខកអីទៅមិនក៏គេសុំបែកខ្ញុំបែបនេះហេតុអីទៅ បងបរិននេះបងកំពុងតែគិតអីហ្នឹងចុះបងយល់យ៉ាងណាដែរទេចំពោះរឿងនេះអូនថាយើងឲ្យនាងមកនៅជាមួយយើងមួយរយៈពេលសិនទៅ បងមិនដឹងទេអូនគិតបែបណាក៏តាមនឹងតែបងគ្មានច្បល់អីនោះទេ យេយ៉ាងម៉េចហ្នឹងបើថាព្រមឬមិនព្រមមិនក៏មិនមាត់មិនអីទេនាងមកនៅតែមួយរយៈពេលតាមាននៅរហូតឯណា មកទៅផ្ទះអញធំហ្នឹងទូលីល្អមិនស្មានថាឯងមានដល់ប៉ុណ្ណឹងសឹងខ្ញុំចាំបានន័យថាឯងទៅត្រៀមការសឹងមានលុយទិញផ្ទះហើយនៅបាក់ក្រុមហ៊ុនទីនគឺពិតជាគួរឲ្យសរសើរមែន គឺជាលុយដែលពួកខ្ញុំសន្សំពីអ្នកហ្នឹងហើយណាមួយបានមកប៉ាត់ទាំងសងខាងជួយផងនេះឯងក៏ដឹងថាខ្ញុំខំមកជួយតាំងពីកំមុំនោះហើយលុយបាក់ក្រុមហ៊ុននោះគឺជាលុយខ្ចីគេទេដូចខ្ញុំបានប្រាប់ឯងចឹង ពិតជាគួរឲ្យសរសើរប្តីអញមែនណាហើយចុះផ្ទះអញធំប៉ុណ្ណាអាចយកកូនឈ្នួលមកជួយសម្អាតផ្ទះទេឬក៏ឯងរវល់ច្រើនដែរមិនចឹងឯង គឺបានមិនទាន់គិតគូរទេណាមួយខ្ញុំក៏អាចធ្វើខ្លួនឯងបានដែរនៅតែពីនេះចឹងមិនសូវមានអីត្រូវប្រឡាក់ផងហ្នឹងហើយគ្នានឹងប្តីគ្នាសាមញ្ញទេជួនកាលតែងតែមកមកពីក្រៅក៏រួចហើយមិនធ្វើខ្លួនឯងនោះទេ អញមិនយកកូនឈ្នួលគឺល្អហើយទុកឲ្យខ្ញុំជាអ្នកជួយសម្អាតក៏បានព្រោះខ្ញុំមិននៅជាមួយឯងត្រូវតែជួយការងារខ្លាំងកុំឲ្យគេថាមិននៅហ្វ្រីមិនជួយអីនោះគេខំឲ្យបាយឲ្យសម្លោហើយ មិនក៏និយាយបែបនេះឯងជាមិត្តរបស់គ្នាការងារផ្ទះឯងចង់ធ្វើក៏ធ្វើមិនធ្វើក៏ឯងទៅគ្នាមិនថាអីទេកុំឲ្យតែមានអារម្មណ៍ថាមានកម្រិតពីគ្នាធ្វើធម្មតាទៅចាត់ទុកថាទីនេះជាផ្ទះរបស់ឯងទៅ ប៉ាត់មែនឯងបានចឹងគ្នាមិនគួរសមទេណាអរគុណហើយណាសម្លាញ់និយាយអញ្ចឹង
មកក៏មិនឃើញប្តីរបស់ឯងចឹងគេទៅណាហើយ អូបងបរិនមែនទេគេថាតែក្រៅមួយផ្លែតតែឯងមិនបាច់ថៃទេគ្នានិយាយជាមួយគាត់រួចហើយគាត់ថាមិនអីទេតោះចាំគ្នានាំទៅមើលបន្ទប់គេរបស់ឯងយកសម្លៀកបំពាក់ទៅរៀបចំក្នុងបន្ទប់ឲ្យហើយទៅ អេកូនបុរិនតាំងនេះកូនមកលេងម៉ាក់មិនក៏មិនប្រាប់មុនអញ្ចឹងហើយចុយណាកូនធីរីនោះមិនក៏មិនឃើញ ខ្ញុំមកតែម្នាក់ឯងទេណាម៉ាក់ជប់នេះកូនសំដីនៅទីនេះមិនជប់ណាក៏មិនទៅផ្ទះវិញនោះទេ អោមិនអញ្ចឹងមានរឿងអីជាមួយគ្នាមែនទេឆ្លោះគ្នាមែនទេកូន អត់ទេខ្ញុំក៏នៅចង់មកលេងផ្ទះព្រោះបែបផ្ទះជួបពេកក៏ណាស់ក៏មិនបានឆ្លោះគ្នានោះទេ បើជ្រុលជាមកទៅហើយមកក៏មិននាំប្រពន្ធមកផងចេះមកតែឯងទៅកើនហើយការងារនោះបានអ្នកណាមើលទេ មិនអីទេធីរីនឹងអាចធ្វើបានណាមួយក៏មានបុគ្គលិកចាំជួយហើយនាងគ្រាន់តែចាំមើលការខុសត្រូវមិនមានការងារធ្ងន់អីនោះទេ ប៉ុន្តែយើងគឺជាប្តីមកក៏កិច្ចមកសម្រាប់ទុកឲ្យប្រពន្ធធ្វើការងារតែម្នាក់ឯងយ៉ាងម៉េចប្រាប់ម៉ាក់មកប្រាប់ឲ្យត្រង់មកណាកូនឆ្លោះគ្នារឿងអីមែនទេ អត់ទេម៉ាក់កូនហត់ណាស់កូនចង់សម្រាប់ហើយ យ៉ាងម៉េចវានឹងកូននេះប្រាប់ថាមិនបានឆ្លោះគ្នាទេប៉ុន្តែធ្វើមុខដូចជាកមេកមើមិនបានទេត្រូវតែខុសស៊ូកូនធីរីទៅបាន ចាម៉ាក់កូននៅតាមតាមានអីមែនទេ នេះតាកូនជាមួយកូនបូរិនឆ្លោះគ្នាមែនទេកូន ឆ្លោះរឿងអីទេនេះបងបរិនគាត់ប្រាប់ម៉ាក់មែនទេខ្ញុំអត់បានឆ្លោះអីជាមួយគាត់ទេម៉ាក់ ហើយចុះមកក៏គេមកដល់ផ្ទះម៉ាក់ភ្លាមមកមិនរីកបែបនេះនៅពេលដែលម៉ាក់ស៊ូនាំក៏ឆ្លើយសក់ក៏ក្រោះទៀនប្រាប់ម៉ាក់ឲ្យត្រង់មើលមានរឿងអីជាមួយគ្នាមែនទេជាប្តីប្រពន្ធនឹងគ្នាណាកូនមានអីក៏អត់ខ្លះទេ នេះបងបរិនទៅតាមម៉ាក់នៅខេត្តមែនទេមិនក៏គាត់មិនប្រាប់ខ្ញុំនឹងគាត់ពិតជាមិនបានឆ្លោះគ្នាពិតមែនណាម៉ាក់ហើយនេះសុកគាត់ទៅដល់ផ្ទះម៉ាក់បានចាំហិច នេះកុំប្រាប់ណាញ់ថាគេមកមិនប្រាប់កូននេះសោះណាញ់មិនអញ្ចឹងកូននេះទៅណាមកណាមិនក៏មិនប្រាប់គ្នាអញ្ចឹង ចាខ្ញុំមិនដឹងថាគាត់ទៅតាមម៉ាក់ទេហើយខ្ញុំនឹងគាត់ក៏មិនបានមានរឿងអីជាមួយគ្នាដែរឬមួយក៏គាត់ stress នឹងការងារពេកក៏ចង់ទៅសម្រាប់នៅខេត្តទីដឹងម៉ាក់មិនអីទេម៉ាក់ចាំខ្ញុំខលសួរគាត់ថាគាត់កាត់អីចាជម្រាបលាម៉ាក់មិនអញ្ចឹងសុកក៏ទៅតាមម៉ាក់មិនប្រាប់មួយម៉ាត់គេខាងនឹងខ្ញុំរឿងអីទៀតដឹងឬក៏ខាងរឿងដែលខ្ញុំយកកាញ់ចំណាមកដល់ទីនេះ មានអីមែនទេធីរីនិយាយទូរស័ព្ទជាមួយអ្នកណានឹង គេនិយាយជាមួយម៉ាក់ក្មេកម៉ាក់បងបរិនហ្នឹងណាគាត់ថាបងបរិនទៅដល់ផ្ទះគាត់ហើយនេះគេទៅណាមកណាមិនក៏មិនប្រាប់គ្នាអញ្ចឹងទុកគ្នាចៃទៅគេមិនដែរចឹងទេចង់ទៅក៏ទៅវឹងចឹងមក ឬមកក៏គេមិនពេញចិត្តនឹងខ្ញុំដែលមកនៅទីនេះទេដឹងធីរីបើអញពិបាកនោះខ្ញុំចេញវិញក៏បានដែរខ្ញុំមិនចង់ឲ្យប្តីឯងមានអារម្មណ៍ថាទៅទាល់ជាមួយខ្ញុំទេ មិនមែនរឿងនេះទេប្រហែលជាគេគ្រាន់តែចង់ទៅលេងផ្ទះធម្មតាទេអញកុំគិតច្រើនពេករឿងនេះមិនពាក់ព័ន្ធនឹងអញទេអញឃ្លានអីដែរទេនៅផ្ទះបាយក៏មានម្ហូបដែរ ក៏តិចតួចដែរប៉ុន្តែមិនអីទេចាំហុយពេលល្ងាចតែម្ដងទេកុំឲ្យខានហូបរួចក៏ដេកល្មម អញនេះខ្លាចជាងក្រៅនឹងរបស់ហូបប៉ុណ្ណឹងមែនទេបើអញ្ចឹងនៅត្រង់នេះចុះចាំគ្នាទៅយកអីអញហូបហ្នឹង ចាសម្លាញ់អញគឺពិតជាល្អនឹងគ្នាហ្នឹង បូរិននេះលោកចង់កិញមកពីខ្ញុំមែនទេឬមកក៏លោកមិនតន់អស់ចិត្តពីខ្ញុំលោកនៅតែស្រឡាញ់ខ្ញុំព្យាយាមគិតពីអារម្មណ៍ខ្លួនឯងលោកខ្លាចថាអារម្មណ៍ចាស់វាដុះឡើងវិញលោកគិតថាលោកអាចគិតបានដល់ពេលណាទៀតទេខ្ញុំនឹងដុតកម្ដៅស្នេហ៍ចាញ់ដែលលោកមានមកលើខ្ញុំឡើងវិញលោកចាំតែមើលទេនៅផ្ទះធំទ្រនំខ្ពស់បែបនេះវាគួរតែសមនឹងខ្ញុំធីរីថ្ងៃណាមួយនាងនឹងខ្ទាតចេញពីផ្ទះនេះហើយយើងនឹងឡើងមកចំនួនតំណែងរបស់នាងកញ្ចនានេះមិននៅក្រោមអ្នកណារហូតនោះទេ គេកាត់អីចាស់គេមិនដែរចឹងទេមានអីគាត់និយាយគ្នាត្រង់ណាហ៎គ្រាន់តែខ្ញុំយកមិត្តមកនៅជាមួយមួយរយៈគេក៏ចាប់ផ្ដើមផ្លែកតែស្រុកគ្មានប្រាប់មួយម៉ាត់ខ្ញុំក៏បានសួរគេដែរថាមិននឹងយកកាញ់ចំណាមកនៅជាមួយនោះខ្ញុំមិនទេសួរនាំទេចាំមើលពេលណាទៅគេមកវិញអីចាហើយនេះប៉ះឡានគេហើយតិចខូចខាតច្រើនទេដឹងហើយមិនក៏សើយម៉ែ អើយចំមែនបើកឡានចាំបាច់ដឹងនេះបើខ្ញុំមិនកិច្ចតនទេនោះគ្រោះថ្នាក់មិនខានទេស្ដីឲ្យម្ដងមើល លោកនេះលោកយ៉ាងមិនតាយចុះឡានមានប៉ាពេត្រង់ណាដែរទេ
ខ្ញុំមិនស្លាប់ទេហើយចុះនាងបាក់ឡានអារម្មណ៍រវល់ໄວទៅដល់ណាហើយបានជាមិនមើលផ្លូវនោះនេះសំណាងហើយដែលខ្ញុំកិច្ចតន់នោះកុំបីគ្រោះថ្នាក់ទាំងពីរមិនខាននោះទេនេះទើបតែចេះបាក់ឡានមែនទេមកពីមុននេះខ្ញុំផ្លែកទៅបានជាបែបនេះតែយ៉ាងណាគ្មានអ្នកកើតអីទេលោកក៏មិនអីឡានក៏មិនអីសម្រាប់ថាយើងសម្រួលគ្នាប៉ុណ្ណឹងចុះឆប់សិននេះធ្វើខុសហើយមិនគិតសុំទៅមួយម៉ាត់មែនទេឬមកសួរនំតែបន្តិចបន្តួចក៏ចែកផ្លូវគ្នាអញ្ចឹងហ៎នេះពិតជាគ្មានសិលធម៌ពិតមែនប៉ាម៉ាក់មកដែរបដៅទេឬក៏យ៉ាងម៉េចណែលោករឿងប៉ុណ្ណឹងទេមិនក៏មិនរៀនដល់មកប៉ារឿងស្រថយដែរទេលោកក៏មិនមានរបួយដែរហើយឡានលោកក៏មិនមានបាយដែរមិនក៏បានជាដូចកំរចោអញ្ចឹងនេះខ្ញុំនិយាយស្រួលជាមួយហាញ់តាហើយចូលនាងគិតឡើងឡានទៅវិញនោះមិនគិតសុំទោសខ្ញុំទេឬដែលខ្ញុំនេះបេះតែនឹងគ្រោះថ្នាក់នោះបើមនុស្សដែលគេមានសិលធម៌គេមិនធ្វើដូចជានាងនោះទេចាចង់ឲ្យខ្ញុំសុំទោសមែនទេសុំទោសណែបើមកទាំងការបែបនេះមិនបាច់នោះទេខ្ញុំយល់ហើយថាមនុស្សដូចជានាងនេះគ្មានសិលធម៌មកជាមួយនោះទេសុំទោសបែបសក់អក្រក់កម្រុះកម្រេះបែបមិនចង់នោះខ្ញុំមិនត្រូវការនោះទេយ៉ាងម៉េចលោកនឹងម្ដងចេះម្ដងចុះក្រែងចាខ្ញុំសុំទោសមែនទេហើយចាំមិនវិញមនុស្សអារម្មណ៍មិនល្អលោកចង់ខ្ញុំប៉ែមជាមួយលោកមែនទេនាងអារម្មណ៍មិនល្អមកពីណានោះក៏ខ្ញុំមិនដឹងដែរកុំព្រោះតែអារម្មណ៍តរបស់ខ្លួនឯងធ្វើឲ្យអ្នកដទៃមានបញ្ហាដែរនោះរៀនចេះគ្រប់គ្រងសតិផងតែបើមានបញ្ហាអីលើផ្លូវសាធារណៈនោះមិនមែនមានតែនាងទេដែលជួបបញ្ហានោះអ្នកដទៃដែលគេមិនដឹងរឿងនោះក៏ត្រូវមកជួបបញ្ហាព្រោះតែនាងដែរអូយជាប្រតិសម្ដីស្រីតែស្នាក់ដូចជាលោកក្នុងវត្តហើយកំពុងតែអារម្មណ៍មិនល្អផងមកជួបមនុស្សស្ទើរបែបនេះទៀតបដាមែននេះខ្ញុំនឹកស្មានថាលោកកិច្ចមកពីខ្ញុំរហូតហើយតែបូរិនបែកគ្នាយូរហើយលោកសុខសប្បាយដែរទេហេតុផលអីដែលខ្ញុំត្រូវកិច្ចមកនេះនោះទីនេះជាផ្ទះរបស់ខ្ញុំចង់ទៅឬក៏នៅនោះជាសិទ្ធិរបស់ខ្ញុំហើយនាងសួរថាខ្ញុំសុខសប្បាយដែរឬទេនោះគឺខ្ញុំចង់ប្រាប់ថាខ្ញុំសុខណាស់ខ្ញុំកំពុងតែមានសុភមង្គលជាមួយប្រពន្ធរបស់ខ្ញុំគិតតែពីនាងតែយ៉ាងម៉េចនេះត្រូវប្រុសបរទេសនោះទត់ក្បាលចំមែនទេទៅគ្មានកន្លែងត្រូវទៅនោះបូរិនមកកលោកនិយាយថាឲ្យខ្ញុំបែបនេះមករយៈដែលខ្ញុំនៅជាមួយគេនោះខ្ញុំគ្មានក្តីសុខទេពេលនេះទៅខ្ញុំដឹងច្បាស់ថាអ្នកដែលខ្ញុំត្រូវការពិតប្រាកដនោះគឺជាលោកបូរិនតើពួកយើងអាចចាប់ផ្ដើមសាថ្មីជាមួយគ្នាម្ដងទៀតបានទេក៏តើនាងនិយាយមកគ្មានភាពអៀនខ្មាស់នាងក៏ដឹងថាខ្ញុំរៀបការហើយស្រីម្នាក់នោះក៏ជាមិត្តរបស់នាងទៀតនាងគ្មានភាពអៀនខ្មាស់ចំពោះពាក្យសម្ដីទេឬនាងក៏តែយល់ដល់ចិត្តរបស់ធារីដែលជាមិត្តរបស់នាងផងគេល្អជាមួយនាងណាស់តែនាងបែរជាមានកំណត់បែបនេះតើវាខុសត្រង់ណាទេបើលោកនៅតែមានអារម្មណ៍ចំពោះខ្ញុំនោះខ្ញុំមើលដឹងថាលោកមិនទាន់ដាច់ចិត្តពីខ្ញុំទេលោកស្រឡាញ់ខ្ញុំណាស់ខ្ញុំជឿថាធារីគេនឹងយល់បើគេដឹងពីរឿងរបស់ពួកយើងនោះបូរិនយើងចាប់ផ្ដើមសាថ្មីជាមួយគ្នាម្ដងទៀតទេកុំមកនិយាយបែបនេះឲ្យខ្ញុំលើកទៀតណាខ្ញុំមិនធ្វើរឿងថោកទេបែបនេះទេហើយខ្ញុំក៏គ្មានចិត្តសម្រាប់នាងទៀតនោះដែរខ្ញុំរៀបការហើយមនុស្សដែលខ្ញុំស្រឡាញ់នោះគឺធារីនាងក៏មកព្យាយាមបំបែកពួកខ្ញុំអីខ្ញុំដឹងពីគោលបំណងរបស់នាងហើយនាងចាប់ចេញពីផ្ទះខ្ញុំទៅខ្ញុំមិនជឿទេលោកនៅតែមានចិត្តលើខ្ញុំប៉ុន្តែលោកមិនទទួលស្គាល់ការពិតលោកខ្លាចថាទប់អារម្មណ៍ខ្លួនឯងមិនបានតើលោកព្យាយាមកិញហើយមិនចង់ឲ្យខ្ញុំនៅទីនេះតើខ្ញុំនិយាយត្រូវដែរទេឈប់សម័យតែម្នាក់ឯងតែរឿងខ្ញុំនិងនាងវាបានចាប់តាំងពីថ្ងៃដែលនាងចេញទៅជាមួយអាបរាំងមកម្លេះហើយដែលខ្ញុំមិនចង់ឲ្យនាងនៅទីនេះនោះព្រោះខ្ញុំស្អប់មុខនេះខ្ញុំមិនចង់ឃើញនាងនៅទេនាងចេញពីផ្ទះខ្ញុំទៅខ្ញុំមិនទៅណាទាំងអស់ធារីបានអនុញ្ញាតឲ្យខ្ញុំនៅទីនេះហើយខ្ញុំក៏ចាំមើលដែរថាលោកអាចលាអារម្មណ៍ខ្លួនឯងដល់ពេលណាទៀតប៉ុន្តែបើលោកចង់ដូរចិនចង់សាររបស់ថ្មីនោះខ្ញុំអាចជួយបំពេញបំណងលោកបាននឹងពេលនេះក៏បានដែរតន់ធារីនឹងមកនៅផ្ទះចាប់អារម្មណ៍ដែរទេស្មោកក្រៅនេះខ្ញុំមិនអាចឃើញស្រីអីមកក្រៅដូចជានាងនោះទេមកផ្សេងចិត្តផ្សេងបូរិនខ្ញុំនឹងធ្វើឲ្យលោកស្រឡាញ់ខ្ញុំម្ដងទៀតឲ្យតតែបានចាំតែមើលចឹងហើយបដាណាសយតែព្រឹកជួបមនុស្សស្រីបត់ដែរគ្មានសិលធម៌នេះបើជាប្អូនស្រីខ្ញុំវិញខ្ញុំវត្តឲ្យប៉ងស្បែកតែម្ដងហើយស្រីអីអញ្ចឹងនោះយ៉ាងម៉េចហ្នឹងកូនវឌ្ឍនាមកដល់ផ្ទះភ្លាមរអ៊ូរទាំនោះហើយមុននេះលឺនិយាយពីមនុស្សស្រីទៀតណាគេធ្វើឲ្យកូនខឹងមែនទេគឺមុននេះបេះតែនឹងមានគ្រោះថ្នាក់ចរាចរណ៍ណាស់មិនដឹងជាស្រីបែកថ្នាំមកពីណានោះទេបើកឡានផ្លើកុំតែខ្ញុំកិច្ចតន់ទេកុំអីគ្រោះថ្នាក់ហើយនេះមានរឿងដល់ថ្នាក់នេះផងមែនទេព្រះជួយទេវតាតាមថែរក្សាកូនម៉ាក់ពិតមែនដែលកូនម៉ាក់មិនកើតអីមនុស្សឥឡូវប្របានណាបើកឡានគ្មានទំនួលខុសត្រូវទេនេះបើមិនទេមានបញ្ហាទាំងអស់គ្នាយ៉ាប់ណាស់មនុស្សឥឡូវនេះកូនមិនអីមែនហ៎ខ្ញុំមិនអីទេម៉ា
គ្រាន់តែក្តៅចិត្តនឹងមនុស្សដែលគ្មានសិលធម៌និយាយសំទោសក៏មិនសមរម្យបើជាបងខ្ញុំវិញខ្ញុំនឹងវត្តហើយណាម៉ាហើយ ចាត់ទុកថាផុតគ្រោះផុតភ័យចុះណាកូនយ៉ាប់ណាស់បើកឡានតាមផ្លូវយើងប្រយ័ត្នគេមិនប្រយ័ត្នក៏ពិបាកម៉ាក់ថាទៅស្រោចទឹកចេញទៅកុំឲ្យមានរឿងបែបនេះទៀត មិនដែរទេម៉ាខ្ញុំថាខ្ញុំផុតគ្រោះខ្ញុំហើយនឹកឃើញពេលណាក្តៅពេលហ្នឹងមិនដែលឃើញស្រីណាអញ្ចឹងនោះទេហើយ យ៉ាងម៉េចនឹងញាប់ភ្នែករហូតមាននរណានិយាយដាំទេដឹងឬក៏អត្តពេមាត់ដាច់ម្នាក់ហ្នឹងប្រកាសណាស់ច្បាស់ជាយករឿងព្រឹកមិញនេះតែដល់និយាយប្រាប់ញាតិសន្តានគេមិនខានទេទើបបានជាខ្ញុំញាប់ភ្នែកមិនបាត់បែបនេះឈប់រំលឹកពីគេទៅហើយចូលបងបរិនស្មានដែរហើយមិនតន់ឃើញតាតងមកទៀតនេះចាំខ្ញុំតាតងទៅមុនមែនទេខ្លួនឯងធ្វើខុសច្បាស់ណាស់សោកសកទៅស្រុកគ្មានប្រាប់អាម៉ាត់នេះដល់ស្មាននេះមកយកមួយថ្ងៃហើយនោះខ្ញុំមិនចាញ់ចិត្តទេមិនទេមកខ្ញុំក៏មិនទេទៅដែរ អ្នកនាងថាចុះថ្ងៃនេះមិនឃើញលោកប្រុសមកជាមួយអញ្ចឹងគាត់ទៅណាមែនទេ គេទៅលេងផ្ទះមកប៉ារបស់គេយ៉ាងម៉េចឯនេះមិនកាយជាមួយបងបរិនមែនទេមិនក៏សើរកតែគេបែបនេះ អះមានការអីទេខ្ញុំគ្រាន់តែសួរនាំធម្មតាទេរត់ដល់ឃើញគាត់មកជាមួយអ្នកនាងថ្ងៃនេះចម្លែងក៏មិនឃើញខ្ញុំក៏សួរនាំតាមបែបធម្មតាតាមបែបបុគ្គលិកទេនេះតើអ្នកនាងកាត់អីមែនទេមើលទៅទឹកមុំដូចជាទៅតែមកពីឆ្លុះគ្នាជាមួយអ្នកណាអញ្ចឹង គ្មានអីទេនេះឯងមិនដឹងរឿងបានទេវទេគ្រាន់តែខ្ញុំមកមិនរីកឯងក៏ស្មានថាខ្ញុំតែមានរឿងអីជាមួយនរណាមែនទេ អត់ទេអ្នកនាងខ្ញុំបារម្ភពីអ្នកនាងខ្លាចថាអ្នកនាងទៅជួបរឿងអីមកនឹងណាពីព្រោះតាំងពីចូលក្រុមហ៊ុនឃើញមុខមិនស្រាស់បាសសឹងសង្ស័យទៅឆ្លុះគ្នាជាមួយលោកបូរិនហ្មង វទេនេះឯងចេះដឹងជ្រុលពេកហើយណាទៅធ្វើការរបស់ឯងទេនេះការងារឯងចាំសង្កេតទឹកមុខរបស់គេមែនទេយ៉ាប់ណាចង់ឲ្យខ្ញុំស្ញគ្រប់ពេលមែនទេមនុស្សក៏មានពេលសែតមានពេលសប្បាយដែរបានហើយមានអីក៏ទៅធ្វើទៅមានរឿងអីទៀតគឺរឿងអន់ចិត្តនឹងប្តីតែណាមិនប្រាប់ណាយនៅរឿងជាមួយប្រុសមកដាច់ព្រឹកមិញទៀតនៅមិននឹកឲ្យគេដៀតទាំងព្រឹកនេះអូនស្មានថាបងនឹងសម្រាប់ទៅម៉ាក់ពី3យប់តាបងមិនក៏ទៅណាមកណាមិនប្រាប់អូនចឹងនេះបងមិនក្មេងទេហ្នឹង បងទៅតែមកយប់តាអូនធ្វើដូចជារឿងធប់តកា មិនមែនជារឿងធំទេតែអូនជាប្រពន្ធបងនេះបងចង់ទៅណាមកណាគ្មានប្រាប់គ្នាមួយម៉ាត់ចុះបងទុកអូនជាកូនឈើមែនទេអូនមិនហាមទេបើបងចង់ទៅណានោះតែសូមចិត្តប្រាប់គ្នាមួយម៉ាត់ផងនេះបងមិនមែនជាមនុស្សខ្លួនមួយទេនេះបើបងចាំមិនទេអូនដឹងដែរទេ ហើយបងសំទោសបើសិនជាអ្វីដែលបងធ្វើវាប៉ះពាល់ដល់អារម្មណ៍របស់អូននោះហើយនេះមានអីចង់និយាយទៀតដែរទេបងត្រូវការចេញទៅក្រៅណា តែក្រៅទៀតហើយទៅណាទៅនេះខ្ញុំមកដល់ផ្ទះមិនទាន់បាត់ហត់ផងនេះបងទៀតទៅក្រៅនៅផ្ទះអាយុបន្តិចមិនបានទេឬ បងមានការណាត់ជួបជាមួយអតិថិជនគេចង់កំងអំពូលភ្លើងពីក្រុមហ៊ុនរបស់យើងគេចង់ឲ្យយើងទៅលំអិតព័ត៌មានបន្ថែមឲ្យគេថាមានបែបណាខ្លះបងមិនបានទៅដើរលេងឯណា ហើយមិនក៏មិនយ៉ាស្រួលទេចេញក្រៅដូចលើកមកទៅដល់តែម៉ាក់ខនមកសួរនាំគាត់ថាយើងឆ្លោះគ្នានេះបើសិនតាណាមកណាទេប្រាប់ឲ្យច្បាស់ទៅឲ្យខ្ញុំបានដឹងផងក្រែងថាបងមានបញ្ហាអីនោះខ្ញុំនឹងអាល់បាត់ទៅរកបងឲ្យត្រូវកន្លែង ហើយនិយាយចុះនិយាយឡើងរៀងដដែលបានហើយបងសុំទៅសិនហើយបងសុំទោសហើយតាចង់វិញឆ្ងាយដល់ណាទៀត ហើយបានហើយឈប់បកកាយគ្នាទេមកត្រីងទៅតែមកពីធ្វើការហាន់ផឹកទឹកយៈសិនទេអារម្មណ៍អបសាឡើងណាស់ មិនអីទេអរគុណហើយសម្លាញ់សូមទៅណាដែរមុននេះខ្ញុំរៀងសម្ដីធំបន្តិចជាមួយបរិន ខ្ញុំយល់ថាប្តីប្រពន្ធតែងតែបារម្ភពីគ្នាតែណាំប្រាប់គ្នានោះចិត្តជាប្រពន្ធដូចតែគ្នាទេខ្ញុំក៏ធ្លាប់មានប្តីដែរពេលគេទៅណាមកណានោះមិនប្រាប់ខ្ញុំក៏ដូចជាឯងនឹងដែរគឺខឹងតែម្ដងហើយចាំមុននេះលើថាបរិនថាតែក្រៅមែនទេលោកទៅណាទេ នាងចង់ដឹងថ្មីតែខ្ញុំទៅណាសាច់តែខ្ញុំទេ បងបរិនមិនក៏និយាយបែបនេះដល់កាញ់ចំណាងនាងចំណិតអូនហើយឆ្លើយឲ្យសំរុំជាមួយនាងមិនបានទេឬ ហើយបងទៅហើយល្ងាចនេះមិនបាច់ចាំបាយបងទេបងប្រហែលជាបាយនៅពេលល្ងាចជាមួយភ្ញៀវហើយ កាញ់ចំណាខ្ញុំសុំទោសចំនួនប្តីគ្នាផងណាដែលគាត់និយាយរៀងសក់ក៏ក្រនោះប្រហែលគាត់មកម៉ែនឹងរឿងដែលខ្ញុំបន្ទោមុននេះហើយឯងកុំគិតច្រើនអីណា ហូយកាត់ច្រើនអីទេរឿងបែបនេះធម្មតាទៅហើយជីវិតប្តីប្រពន្ធនោះនេះអញមកពីធ្វើការប្រហែលជាឃ្លានហើយណាអញចង់ញ៉ាំអីដែរចាំខ្ញុំធ្វើឲ្យណាឃើញសាច់ត្រីឃើញម្ល៉េះនៅក្នុងទូទឹកកកសច្រើនណា មិនអីទេចាំគ្នាធ្វើខ្លួនឯងក៏បាននេះឯងនៅផ្ទះបានអីហូបនៅ
មកក៏មកបារម្ភពីអ្នកនៅផ្ទះទៅវិញខ្ញុំហូបឆ្អែតហើយនៅតែក្នុងផ្ទះគ្មានអីធ្វើរវល់ក៏ហូបវិលវល់ក៏ហូបវិញទៀតនេះមានអារម្មណ៍ថាដូចជាឡើងគីឡូហើយនេះ ហើយចុះពេលណាឯងរកការងារធ្វើទៅ នេះឯងដូចជាមិនចង់ឲ្យគ្នានៅផ្ទះឯងយូរទេមែនទេខ្ញុំកំពុងតែស៊ើបមើលហើយប៉ុន្តែគ្មានការងារណាសមនឹងខ្ញុំសឹងមានតែការងារប្រាក់ខែថោកថោកការងារខ្លះវិញទៀតស្រឡាញ់ប៉ុន្តែខុសជំនាញប៉ុន្តែឯងកំភៃអីខ្ញុំនឹងប្រឹងប្រែងរកការងារឲ្យបានឆាប់នេះ នេះអញគិតដល់ហើយខ្ញុំមិនចង់ឯងនៅផ្ទះគ្នាទេគឺខ្ញុំបារម្ភឯងអបសក់ទៅវិញតាដល់ត្រូវនៅតែក្នុងផ្ទះនោះអញ្ចឹងហើយទៅខ្ញុំសួរពីរឿងការងារនោះមិនអីទេឯងរកបានពេលណាក៏ពេលហ្នឹងចុះហើយបើគ្មានកន្លែងសម្រាប់ទេតើនៅជាមួយគ្នាមួយរយៈធំទៀតក៏បានដែរកុំឲ្យគ្នាស្ងាត់ផងព្រោះថានៅតែពេលណាប្តីក៏ស្ងាត់ដែរ ធីរីអញគឺពិតជាល្អនឹងគ្នាហ្នឹងជាតិនេះគ្នាជំពាក់ខ្លួនអញច្រើនណាស់មិនដឹងថាបានអីសងអញវិញនោះទេគ្នាអរគុណអញណាស់សម្លាញ់ កូនស្រែកអីទេយើងជាមិត្តនឹងគ្នាបើសិនជាមានអ្នកណាម្នាក់មានទុកបើអាចជួយបានក៏ជួយតាមលទ្ធភាពសុំតែម្យ៉ាងមិត្តគឺត្រូវស្មោះត្រង់ជាមួយគ្នាមានអ្វីត្រូវនិយាយត្រង់កុំលាក់លៀម ចាំមែនហើយសម្លាញ់គ្នាសន្យាថាថ្ងៃណាមួយបើគ្នាបានបន្សល់ឡើងនោះគ្នានឹងសងគុណអញវិញឲ្យស័ក្តិសមបំផុតហ្នឹង ខ្ញុំគិតទៅរកងូតទឹកសម្អាតខ្លួនសិនមកពីធ្វើការក្លិនខ្លួនហ្នឹងក្តៅស្អុះក៏ក្តៅ ចាអញឃ្លានអីដែរចាំខ្ញុំធ្វើឲ្យហ្នឹងអញទៅងូតទឹកឲ្យហើយទេចាំខ្ញុំធ្វើឲ្យល្មមហ្នឹង បើអញចង់ធ្វើខ្ញុំសុំឆាមីសាច់គោមួយចានមកហ្នឹងសុំសាប់បន្តិចព្រោះថាគ្នាមិនចូលចិត្តប្រៃពេកទេហើយក៏មិនចូលចិត្តហឹរដែរ ឯងនេះបែកគ្នាយូរហើយប៉ុន្តែចំណូលចិត្តនៅតែដដែលមិនអីទេហ្នឹងចាំគ្នារៀបចំជូនឯងទៅងូតទឹកឲ្យស្រឡះចិត្តសិនចឹង ចាអរគុណហើយសម្រាប់ អស់ជំរាបសួរលោកសុំទោសដែលលោកចាំបញ្ចុះបន្តិចព្រោះតាមផ្លូវឡានស្ទះពេកលោកមែនទេជាលោកវឌ្ឍនាដែលបានតែតមកខ្ញុំនោះបាទមិនអីទេលោកខ្ញុំក៏ទៅតែមកដល់ដែរមែនហើយលោកបរិនជាម្ចាស់ក្រុមហ៊ុននាំចូលបរិខាគ្រឿងអគ្គិសនីមែនទេបាទមែនហើយលោកចង់បានបែបណាដែរខ្ញុំមានគ្រប់ម៉ូដទាំងអស់ណាតាមពិតទៅខ្ញុំមិនបានទិញសម្រាប់ផ្ទះខ្លួនឯងនោះទេគឺខ្ញុំទិញសម្រាប់ដេកឲ្យអតិថិជនរបស់ខ្ញុំដែរខ្ញុំជាវិស្វករសាងសង់ផ្ទះខ្ញុំក៏ជាអ្នកកំងឲ្យខ្ញុំជួយរកឲ្យឃើញថាក្រុមហ៊ុនលោកល្បីគួរសមដែរចាប់អារម្មណ៍ក៏តែតងទៅតែម្ដងទេអញ្ចឹងនេះលោកនៅក្មេងសោះតែមានទូនាទីជាវិស្វករពិតជាពូកែមែនបាទអរគុណលោកមិនជាពូកែប្រហែលទេតែដោយសារធ្លាប់បានធ្វើការលើផ្នែកនេះច្រើនយល់ដឹងក៏គួរសមអញ្ចឹងខ្ញុំក៏ពេញចិត្តស្នាដៃរបស់ខ្ញុំចេះតែតេតងមកតាមគ្នាទេហើយខ្ញុំក៏មានការងារធ្វើជារហូតតែនេះតើខ្ញុំអាចសុំមើលម៉ូដអំពូលភ្លើងរបស់ក្រុមហ៊ុនលោកបានទេបានតែលោកខ្ញុំក៏បានត្រៀមសម្រាប់ឲ្យលោកមើលជាពិសេសដែរចាំខ្ញុំបោកឲ្យលោកមើលដែរ មនុស្សធ្លាប់តែដើរលេងមានលុយចាយពេញដែរដល់ពេលបែបនេះគ្មានមរៀនជាប់នឹងខ្លួនពិតជាពិបាកណាស់ពេលនឹកគិតទេគួរឲ្យខាងអាបេនឈួតឡាប់នងខ្លាំងណាស់សុំលេងយើងហើយគ្មានលុយឲ្យយើងមរៀនទៀតគិតតែធ្វើជាប្រពន្ធវា2ឆ្នាំអានេះដូចទៅបំរើតណ្ហាវា free អញ្ចឹងបែកគ្នាជាមួយវាមិនឲ្យសុំបីតែមរៀនក្តៅចិត្តខ្លាំងណាស់ហ្នឹងតើធ្វើយ៉ាងម៉េចទើបមានលុយចាយទេបានតែផ្ទះបែបនេះការងារក៏គ្មានធ្វើទៀតការងារដែលរើសនោះសុទ្ធតែជាការងារថោកថោកប្រាក់ខែក៏ទាមមនុស្សកលិបដូចជាខ្ញុំមែនទេដែលត្រូវតែធ្វើការងារអស់នោះឆាសុកចិត្តនៅដីស៊ីបែបនេះល្អជាងខ្ញុំនឹកឃើញហើយបរិនមិននៅផ្ទះធីរីក៏មិននៅផ្ទះទៀតមកតែក្នុងបន្ទប់នាងថាមានអីដែលអាចយកបានដែរទេខ្ញុំត្រូវការលុយចាយដេកក្រោកបែបនេះឈ្គួតមិនខានទេបន្ទប់ស្អាតណាស់នេះបើបានមកខ្ញុំតើល្អយ៉ាងណាទេបន្ទប់នេះមែនទេដែលជាកន្លែងក្រេបទឹកឃ្មុំរវាងធីរីនិងបូរិននោះចាំបើបដូរជាខ្ញុំវិញនោះតើពិសេសបែបណាទេនេះគ្រាន់តែនឹកឃើញលើក្រែគេជាមួយគ្នានោះខ្ញុំមានអារម្មណ៍តែម្ដងហើយបូរិនតើពេលណាលោកមកបំពេញអារម្មណ៍របស់ខ្ញុំនោះខ្ញុំខានយូរថ្ងៃហើយនេះមិនយូរទេខ្ញុំនឹងយកគ្រប់យ៉ាងដែលជារបស់ខ្ញុំត្រឡប់មកវិញខ្លួនប្រានបូរិនបន្ទប់ស្អាតមួយនេះនឹងខ្លាចជារបស់ខ្ញុំនៅថ្ងៃណាមួយនាងធីរីត្រូវតែចាក់ចេញពីផ្ទះនេះមិនបានទេខ្ញុំត្រូវតែឆាប់រករបាំងដែលអាចយកបានខ្លាំង
អូយលុយគឺពិតជាលុយមែនមកក៏គេប្រហែលបែបនេះຕົកនៅលើតុកបែបនេះគេមិនខ្លាចបាត់ទេអត់ទេបើខ្ញុំយកទាំងអស់នោះគេប្រកាសជាសង្ស័យមិនខានទេយើងត្រូវតែដកយកមួយចំនួនកុំឲ្យគេចាប់បានមកក៏ថ្ងៃនេះក្តៅម្លេះវិញក្តៅណាស់ណែនាងមិនឃើញមនុស្សចូលមកទេពិតជាមិនចេះរាក់ទាក់មែនអូសំទោសអ្នកនាងនេះអ្នកនាងមានអីឲ្យខ្ញុំជួយណែនាំមែនទេខ្ញុំគឺមរកវឌ្ឍនាតើគេនៅក្រុមហ៊ុនដែរទេចាគាត់ចេញទៅជួបអតិថិជនហើយអ្នកនាងមានការអីជាមួយគាត់មែនទេចាំខ្ញុំជម្រាបគាត់ពេលគាត់ត្រឡប់មកវិញខ្ញុំគឺជាមិត្តរបស់គេតែថាមិនត្រូវនៅថ្ងៃក្រោយអាចជាតកែរបស់នាងកថាបានតើគេមកវិញពេលណាទេខ្ញុំក៏មិនដឹងដែរអ្នកនាងព្រោះថាគាត់មិនបានប្រាប់តែអ្នកនាងអាចតតងសួរគាត់បានតែក្រែងថាជាមិត្តទេណែនាងខ្ញុំមកសប្រាយគេមកតាក់តងទៅគេមុននោះសប្រាយយ៉ាងម៉េចទេពិតជាមិនដឹងខ្យល់អីមែនអញសួរគេបន្តិចទេថាពេលណាគេត្រឡប់មកវិញនោះចាអ្នកនាងចាំខ្ញុំខលសួរគាត់សិនអូគាត់បិទទូរស័ព្ទបាត់ហើយនេះប្រហែលជាជប់និយាយជាមួយភ្ញៀវហើយអ្នកនាងអាចចាំបានទេឲ្យចាំដល់ពេលណាទេបើមិនដឹងថាគេមកវិញពេលណាផងនោះល្ងងណាស់ចេះបានមកធ្វើការនៅទីនេះទៅកាន់ខ្ញុំទៅវិញហើយមិនខាតពេលអង្គុយចាំនោះទេតែដាក់ផ្សារឲ្យសบายវិញល្អជាងឈួតទៅដឹងនាងនេះមិនដល់មុំម៉ែក្តៅកាឲ្យដាក់ខ្ញុំនេះកុំតែជាមិត្តតកែទេកុំអីមិនឲ្យនាងនេះបានទេសុកមិនញ៉ាំញ៉ែដូចមនុស្សឈួតទ្រាំមិនបានក្បាលមកស្បែកជាងឥឡូវនេះឈួតនេះនៅទីនេះមានតែរបស់អន់គ្មានរបស់ brand សោះប៉ុន្តែអ្វីដែលសំខាន់នោះខ្ញុំគ្មានលុយទៀនមានតែ$1000ដែលលុយបានពីផ្ទះធារីទៀនទិញអីបានទិញតែសម្លៀកបំពាក់មួយឈុនក៏អស់ទៅហើយមកក៏ជីវិតខ្ញុំធ្លាក់ដល់ចំណុចនេះធ្លាប់ទៅរស់នៅសោកស្រួលចាយលុយពេញដៃប្រើរបស់ brand ប៉ុន្តែបើជាធ្លាក់ខ្លួនគ្មានលុយជាប់ខ្លួនខ្ញុំពិតជាពិបាកសម្របខ្លួនណាស់ប៉ុន្តែខ្ញុំមិននៅបែបនេះទេនៅថ្ងៃមុខជីវិតខ្ញុំប្រកាសជាល្អជាងនេះបំណាច់តែមកដល់ផ្សារទៅហើយត្រូវតែទិញរបស់ខ្លាំងគ្មានកបោប្រើទេមកទៅហាងនោះសាប់មើលក្រែងត្រូវចិនមួយនេះតំណងដែរតែមួយនេះខ្ញុំយកហើយមើលអាថ្មីចឹងយកយ៉ាងម៉េចបើខ្ញុំជាអ្នកឃើញមុននាងនោះអ្នកលុងច្រកឲ្យខ្ញុំមកខ្ញុំយកមួយនេះសំទោសផងអ្នកនាងកាបូបមួយនេះអ្នកនាងខាងនេះក៏យកហើយអ្នកនាងមើលម៉ូដថ្មីបានហើយនេះសំកលុំគ្នាមែនទេមុននេះខ្ញុំជាអ្នកចាប់បានមុនមិនក៏មកនិយាយថាគេជាអ្នកយកមុនខ្ញុំនោះវាមិនស្មារភាពទេយ៉ាងម៉េចខ្លាចខ្ញុំគ្មានលុយឲ្យមែនទេគឺគាត់ឆាតមកកំងក្នុងពេកមុនពិតមែនណាអ្នកនាងហើយបទនេះសើតែមួយពិតមែនអ្នកនាងអាចមើលម៉ូដផ្សេងបានស្អាតដូចគ្នាទាំងអង្គយ៉ាងម៉េចស្ដាប់ឮហើយមែនទេបើអញ្ចឹងឈប់ប្រកាសយកឈ្នះទេនាងអាចមើលអាមុតផ្សេងបានធូថ្លៃទេពីព្រោះអីមើលទៅនាងក៏ដូចជាមនុស្សគ្មានលុយប្រមាណទេមែនដែរទេណែនាងសំពងសាក់ធំសើឲ្យដូចឈ្គូនធ្វើខ្លួនមិនមើលសម័យកាលដូចជាមនុស្សចំនួនដើមណែនាងឈ្គូននេះជាម៉ូដសាក់ដែលគេកំពុងតែពេញនិយមបើនាងមិនដឹងនោះកុំនិយាយមកធ្វើភ្លើនោះចេញពីមុខយើងភ្លាមទេបើថាគ្មានលទ្ធភាពទិញទេខ្ញុំថាមនុស្សដូចជានាងនោះប្រហែលជាមកស៊ូយកគូសំទីដឹងការពិតគឺគ្មានលុយក្នុងខ្លួនផងក៏មិនដឹងហើយយ៉ាចាំមើលងាយខ្ញុំមែនទេនាងអស់ចាស់ជាងខ្ញុំប៉ុណ្ណាទេបានជាមកមើលងាយខ្ញុំនោះម៉ែឪនាងមិនដែលបដៅនាងទេបានជាមកនិយាយដូចជាមនុស្សគ្មានខូននោះអូយអ្នកនាងកុំប្រកែកគ្នាអីមើលគេមើលមកច្រើនណាស់នោះខ្លាចគេមិនហ៊ានចូលហាងខ្ញុំណាអ្នកនាងខាងនេះមើលអាថ្មីដែរទេចាំខ្ញុំចូលមកឲ្យមើលមិនចាំបាច់ទេអារម្មណ៍ស្អីអស់ហើយចេះចេញពីមុខយើងភ្លាមទេនាងសាក់បិសាញនាងហើយសូប្រហោងក្នុងនេះពិតជាមិនដឹងខ្យល់អីមែនម៉ូដសាក់គេឡើងពេញនិយមនេះបងមើលម៉ូដសាក់ខ្ញុំនេះតើស្អាតដែរទេម៉ូដនេះគេនិយាយថាកំពុងតែពេញនិយមនៅស្រុកក្រៅនេះចាអ្នកនាងគឺស្អាតចាំខ្ញុំខ្ចប់ឲ្យហ្នឹងហើយចេះភ្លេចទៅកាត់លុយត្រៀមសម្រាប់ទុកបង់ធនាគារថ្ងៃនេះហើយយកមិនក៏មិនខាញ់កាន់ចំណាននៅតែអញ្ចឹងនាងតាណាទៀតដឹង
ចាំមិនក៏លុយដូចជាស្ដាងម៉េច$5,000មិនក៏តិចម៉េចរាប់មើលសិនឃើញតែ4ខ្ទាស់ហើយចូលបាត់មួយខ្ទាស់ទៅណាទៅរាប់បញ្ជាក់សិននេះបានតែ40សន្លឹកគឺស្មើនឹង$4,000ហើយចូលបាត់1000ទៅណាទៅខ្ញុំចាំច្បាស់ណាស់ថាលុយនេះ5,000ទុកសម្រាប់បង់ធនាគារហើយមិនក៏ពេលនេះឃើញតែ4,000បែបនេះវាបាត់ទៅណាទៅអូបងបរិនគាត់យកទៅដឹងបងបរិននេះបងនៅណាហ្នឹងបងទៅតែចេញមកពីជប់ភ្ញៀវពេលនេះកំពុងតែនៅកន្លែងញ៉ាំអីមានអីមែនទេហើយអូនចង់ញ៉ាំអីដែរចាំបងទិញផ្ញើណាម៉ែកុំអាសួររឿងហូបចុកនោះអូនសួរបងសិននេះបងមានដល់លុយដែលអូនត្រៀមទុកសម្រាប់បងធនាគារដែរទេអូនភ្លេចចុកទេឥឡូវបាត់មួយចំនួនហើយបាត់លុយបាត់ប្រហែលទេបងមិនបានចុកមកទេបងក៏ដឹងថាលុយនោះទុកសម្រាប់បងធនាគារបងចុកធ្វើតែអូនច្រឡំដៃទេដឹងគិតមើលច្បាស់មើលគឺបាត់$1,000អូនច្បាយព្រឹកមិញនេះមុនទៅធ្វើការអូនរាប់ទុកជាស្រេចថាលុយនេះសម្រាប់បងធនាគារឥឡូវបាត់$1,000ទៅណាក៏មិនដឹងនេះបងពិតជាមិនបានយកមែនទេបងប្រាប់ឲ្យថាបងមិនបានចុកទេអូនក៏ដឹងថាបងជាមនុស្សបែបណាបងចុកធ្វើតែបើបងមានចាយគ្រប់គ្រាន់ហើយនោះណាមួយលុយនោះទុកសម្រាប់បងធនាគារអូនច្រឡំដៃទេដឹងមើលសពមើលបើបងមិនបានយកក៏ឲ្យចុះមិនអីទេសង្ស័យតែអូនច្រឡំមែនហើយមិនអីទេបងចឹងប៉ុណ្ណឹងសិនហើយតែខ្ញុំច្បាស់ណាស់ថាលុយម្ដុំនេះគឺ$5,000ទុកសម្រាប់បងធនាគារហើយចូលវិបត្តិណាទៅខ្ញុំច្រឡំមែនហ៎ឬក៏ជាកាញ់ចំណាអត់ទេកាញ់ចំណាមិនមែនជាមនុស្សបែបហ្នឹងទេនេះប្រហែលជាខ្ញុំច្រឡំមែនហើយកំពុងតែខ្វះលុយផងអោធីរីនេះឯងមកពីអង្ការហ្នឹងថ្ងៃនេះមិនក៏ឆាប់មកផ្ទះវិញម្លេះគឺខ្ញុំភ្លេចលុយក្នុងបន្ទប់ខ្ញុំត្រឡប់មកយកទៅបង់ធនាគារហ្នឹងណាហើយចុះឯងទៅមកពីណាហ្នឹងខ្ញុំគឺទៅតែមកពីក្រៅហ្នឹងដើរលេងនៅក្បែរនេះទីនៅក្នុងផ្ទះអបសុកពេញក៏ចេះតែដើរមើលនេះមើលនោះទីនេះមានអីមែនទីមកក៏អញធ្វើមកដូចជាសពសពូនម្លេះគឺគ្មានអីទេមកមនុស្សដល់ថ្ងៃបង់ធនាគារគឺមិនស្រាញ់ចឹងហើយព្រោះថាត្រូវបង់ទាំងពាន់ស្ដាយលុយណាតែបើយើងយកលុយគេមករកស៊ីនោះយើងត្រូវតែបង់ឲ្យគេចឹងហើយអញ្ចឹងទេអញទៅវិញហើយមែនទេនិយាយអញ្ចឹងអញចង់ហូបអីដែរចាំខ្ញុំធ្វើឲ្យណាមិនបាច់ទេបងបរិនគាត់តែគាត់តែងផ្ញើគាត់តែពីខ្លួនឯងទៅធ្វើអ្វីហូបខ្លួនឯងទៅឬក៏ចង់កំងអីហូបពីក្រៅក៏បានចាំខ្ញុំឲ្យគេយកមកមិនចាំបាច់ទេសម្លាញ់ចឹងក្រៅមិញនេះហូបមីឆាតាមរទេសរុញមួយចានក៏ឆ្អែតបាត់ហើយកុំអីនាំតែអស់លុយច្រើននោះទេណាអញកំពុងតែពិបាកផងយើងជូនសំចៃគ្នាទេខ្ញុំមិននៅជាមួយឯងក៏ក្រែងចិត្តឯងណាស់ទៅហើយនឹងមិននឹកស្មានតែមនុស្សធ្លាប់តែហើយសោដូចជាឯងអាចសម្របខ្លួនបានលឿនបែបនេះសោះធម្មតារបស់តាមចិញ្ចាំផ្លូវអីបែបនោះឯងមិនចេះហូបនោះទេកាលពីមុនគឺមែនប៉ុន្តែឥឡូវយើងទៅប្រកាន់ខ្លួនអីទៀតឲ្យតែមានរបស់ហូបឆ្អែតកាពះនោះគឺសំណាងណាស់ហើយបាននិយាយដដែលទៅនោះគឺបានគុណបនឯងនឹងហើយដែលបានជួយគ្នានោះខ្ញុំអរគុណហើយណាស់សម្លាញ់ដែលមិនចោលគ្នានៅពេលដែលគ្នាធ្លាក់ខ្លួននោះនេះខ្ញុំស្ដាប់ពីអរគុណឯងនឹងសាមហើយបានហើយខ្ញុំត្រូវទៅសិនហើយព្រោះថាបញ្ញាប់យកលុយទៅបង់ឲ្យគេចាឯងបើកឡានស្រួលបួនណាសម្លាញ់នេះគេមិនដឹងពិតមែនស្មានថាត្រូវស៊ូនាំពេញផ្ទះហើយតែឬមកពីលុយគេច្រើនពេករហូតដល់បាត់ចំនួនលុយគេមិនដឹងនោះប៉ុន្តែល្អហើយកុំឲ្យមានការស៊ូនាំច្រើនទៀតអូយនេះតម្រុំតបានជួបលោកខ្ញុំទៅមកពីដងហើយណានេះលោកដាច់ចិត្តឲ្យខ្ញុំទៅវិញអងយើងខានជួបគ្នាយូរហើយកំដរខ្ញុំមើលក៏បន្តិចបានទេវឌ្ឍនាតែខ្ញុំរបបពិតបែបណាសានេះខ្ញុំកំពុងតែធ្វើការនេះឲ្យខ្ញុំចោលការងារទៅកំដរនេះមែនទេហើយចុះខ្ញុំមានឲ្យលោកទៅឥឡូវឯណាចាំលោកចេញពីធ្វើការងារតាំងល្ងាចនេះក៏បានដែរកុំធ្វើការយូរពេកធ្វើការយូរបែបនេះលោកមិនស្ត្រេសទេអីគូតែមានពេលឲ្យខ្លួនឯងខ្លះណាចាំខ្ញុំជាអ្នកភេនតាំងមិនសំខាន់ថាណាភេននោះទេតែការងារគេបញ្ញាប់គេចង់ឲ្យខ្ញុំចេញមកផ្ទះឲ្យគេឆាប់នេះអញ្ចឹងហើយតែខ្ញុំគ្មានពេលសម្រាប់នោះការងារជាអ្នកគូប្លង់ design នេះមិនសូវជាមានពេលតែទេខ្ញុំថាចាំលើកក្រោយចុះណានេះខ្ញុំខំស្កាត់មកពីចម្ងាយគឺដើម្បីជួបវឌ្ឍនានឹងពេលបានជួបហើយបើជានិយាយពាក្យបែបនេះខ្ញុំពិតជាអន់ចិត្តណាស់ខ្ញុំដឹងថារឿងការងារសំខាន់ប៉ុន្តែវឌ្ឍនាគូតែមានពេលសម្រាប់ខ្លាំងធ្វើការរកលុយសម្រាប់ធ្វើឲ្យជីវិតខ្លួនឯងសប្បាយនឹងហើយបើមួយថ្ងៃគិតតែខំនឹងការងារតិចស្លាប់ខានបានចាយលុយទិញក៏បានបើនឹងសម្បត្តិបែបនេះហើយនោះល្ងាចនេះខ្ញុំកំដរនឹងមកកូនចោះតែពេលនេះខ្ញុំសុំធ្វើការសិននឹងទៅវិញសិនតើណាបើនឹងនៅតែបែបនេះខ្ញុំគ្មានសមាធិធ្វើការនោះទេពិតមែននេះ
ចាបានខ្ញុំនឹងរងចាំលើកហ្នឹងចាំទៅទទួលខ្ញុំផងអញ្ចឹងខ្ញុំទៅវិញសិនក៏បានដែរហ្នឹងល្ងាចនេះជួបគ្នាហ្នឹង ហើយសានេះខ្ញុំមិនបានគិតអីលើនាងលើពីមិត្តភាពទេណាចុះបើថ្ងៃណាមួយខ្ញុំមានអ្នកដែលខ្ញុំស្រឡាញ់នាងនឹងខូចចិត្តដែរទេ អូក្មួយលីសានេះមកខ្មែរពីងកាល់មិនក៏មីងមិនដឹងបែបនេះមកស្ងាត់តែម្ដងហើយណ៎នេះមករកកូនវឌ្ឍនាមែនទេ ចាអ្នកមីងល្ងាចនេះបងវឌ្ឍនាថានាំខ្ញុំទៅមើលកុនទៅខ្ញុំមករកគាត់នឹងព្រឹកមិញនេះខ្ញុំបានទៅរកគាត់នៅក្រុមហ៊ុនដែរគាត់ថាចាំពេលចេញពីធ្វើការចាំគាត់ជួនទេ អូនេះបានទៅជួបបងហើយមែនទេយ៉ាងម៉េចដែរក្មួយម៉ាប៉ាសុខសប្បាយដែរទេនេះតាំងពីបដូរទៅនៅស្រុកក្រៅស្អាតជាងមុនឆ្ងាញ់ណាស់មីងមើលសឹងតែមិនស្គាល់មុននេះ ចាអរគុណអ្នកមីងប៉ាម៉ាក់សុខសប្បាយធម្មតាទេគាត់ផ្ដាំឲ្យស៊ូសុខទុកអ្នកមីងដូចគ្នាដែរអ្នកមីងនៅតែស្អាតដូចកាលពីមុនអញ្ចឹងមើលចឹងគឺពិតជាមិនចាស់សឹងដូចជានៅកមុំអញ្ចឹង ស្អាតអីទៅក្មួយចាស់ហើយនោះហើយចុះក្មួយគិតមកលេងស្រុកខ្មែរប្រហែលថ្ងៃដែរទេឬក៏មកយូរដែរ ចាអ្នកមីងខ្ញុំគឺមកយូរដែរហើយអ្នកមីងបាននិយាយទៅនោះខ្ញុំទៅមកដែរទេពីព្រោះនៅទីនេះក៏មានរបស់ត្រូវមើលការខុសត្រូវយើងដាក់ចោលយូរមិនបានទេដោយអ្នកមីងដឹងស្រាប់ហើយថាប៉ាម៉ាក់គាត់ឲ្យខ្ញុំគ្រប់គ្រងអគារខុនដូជួលមួយកន្លែងដែលនៅទីក្រុងនេះហេតុនេះខ្ញុំទៅមកធម្មតាទេ ហើយចុះកូនវឌ្ឍនាគេចេញពីធ្វើការម៉ោងប្រហែលទេគេណាត់ម៉ោងប្រហែលដែរ គាត់ថាចាំល្ងាចខ្ញុំខ្ជិលឲ្យគាត់ទៅយើងក៏មិនចាំគាត់នៅទីនេះទេពីព្រោះខ្លាចគាត់បដូរចិត្តណាស់អ្នកមីងតម្រុំតែបបួលបាននោះគឺពិបាកណាស់ អញ្ចឹងហើយក្មួយគេនោះពួកធ្វើការណាថ្ងៃខ្លះយប់ជ្រៅក៏មានដែរតែមិនដឹងបន្ទោសគេយ៉ាងម៉េចព្រោះគេខំក៏ដើម្បីគ្រួសារដូចក្មួយដឹងចឹងតាំងពីប៉ាគេស្លាប់ទៅមីងមានតែគេទេជាបកគោលគ្រួសារនោះគេជាអ្នករ៉ាប់រងបន្ទុកចំណាយទាំងអង្គនេះមីងជួយអ្វីក៏មិនបានតែធ្វើការងារទេបាយសម្លឲ្យគេតែប៉ុណ្ណឹង អ្នកមីងពិតជាសំណាងណាស់ដែលមានកូនល្អដូចជាបងវឌ្ឍនាបែបនេះប៉ុន្តែមិនយូរទេគាត់ប្រកាសជាយកអ្នកមកជួយការងារអ្នកមីងមិនខានទេ យកអ្នកណាទៅក្មួយកូនឈ្នួលមែនទេមីងចូលមកពីបណ្ដាហើយគ្មានអ្នកណានៅបានយូរសោះមួយមកបានតែមួយខែក៏ចាញ់ខ្លះបានតែមួយអាទិត្យរកអ្នកតស៊ូព្យាយាមមិនបានសោះវាថាមិនចេះនៅតែក្នុងផ្ទះធុញថប់អ្នកខ្លះទាបប្រាក់ខែ2-300ក្មួយកាត់មើលការងារតាន់តែងទួយសោះទាបប្រាក់ខែខ្ពស់មីងគ្មានលទ្ធភាពឲ្យពួកគេទេ គឺខ្ញុំចង់បានន័យថាដល់ថ្ងៃមុនបងវឌ្ឍនាក៏រៀបការមានគ្រួសារនោះដល់ពេលនោះប្រពន្ធរបស់គាត់នឹងអាចជួយសម្រាប់ការងារអ្នកមីងបានអ្នកមីងមិនសូវហាត់នោះអី នៅក្នុងចិត្តអ្នកមីងចង់បានកូនប្រសាបែបណាដែរទេ មីងតាមតែចិត្តកូនទេគេស្រឡាញ់ណាស់ពេញចិត្តណាស់ក៏ជារឿងបេះដូងរបស់គេមីងមិនរើសច្រើនទេសុំត្រឹមស្រឡាញ់កូនមីងពិតប្រាកដស្រឡាញ់ម្ដាយក្មេកហើយចេះយល់ទុកទរៈគ្នាចេះការងារផ្ទះចក្រានជើងឆ្នាំងអីអស់ហ្នឹងប៉ុណ្ណឹងក៏ចាត់ទុកថាល្អហើយ ចាំបាច់ជាមនុស្សបកកាយខាងរកស៊ីមានមុខជំនួញប៉ុន្តែមិនសូវបកកាយការងារផ្ទះនោះអ្នកមីងពេញចិត្តដែរទេ ក៏ពេញចិត្តនិយាយទៅឲ្យតែកូនស្រឡាញ់គ្នាតែជាស្ត្រីមិនថាបកកាយរកស៊ីបែបណាទេរឿងការងារផ្ទះក៏ត្រូវតែចំណាប់ចំនួនដែរដឹងទេក្មួយការងារផ្ទះអស់ហ្នឹងគឺជាមន្តស្នេហ៍របស់ស្ត្រីហើយសុភមង្គលក្នុងគ្រួសារក៏កើតឡើងពីរឿងតូចៗអស់ហ្នឹងហើយអូនិយាយគ្នាកូនវឌ្ឍនាមិនដល់ល្មម លីសាចុះក្រែងថាចាំខ្ញុំនៅផ្ទះមែនទេ គឺខ្ញុំចង់មកនិយាយលេងជាមួយអ្នកមីងនឹងណាហេតុនេះទើបខ្ញុំមកចាំបងនៅផ្ទះនោះកុំឲ្យបងពិបាកទៅទទួលខ្ញុំនៅខណ្ឌដង បើមកដល់ហើយក៏ឆាប់ទៅងូតទឹកតបតែងខ្លួនទៅកុំឲ្យក្មួយលីសាចាំយូរនោះ មិនអីទេអ្នកមីងខ្ញុំក៏ចង់និយាយលេងជាមួយអ្នកមីងឲ្យបានយូរជាងនេះដែរពីព្រោះខណ្ឌជុំអ្នកមីងយកបែបនេះយូរដែរហើយមានរឿងជជែកគ្នាច្រើនណាស់ បើអញ្ចឹងខ្ញុំសុំតែងុយទឹកសម្រាប់ខ្លួនសិនហើយណាលីសានៅតែចែកលេងជាមួយអ្នកម៉ាបន្តទៀតចុះ ចាតាមសម្រួលចាស់បង អ្នកមីងមុននេះពួកយើងនិយាយគ្នាដល់ណាហើយ តានិយាយតទៀត